ông bồn là lấy phơi châu phum nhàng nối nơi phum nhàng nối phum cày sọc bây giờ cày khai tơ bông mắm miền Gò Nạ ra cho bồn sấy sơ sả lá chỉ mùi nâng nẹt phơm nào tam phơi đôi cái này bằng ổn nó phân tài lời đi ở xa tại riêng con ngò đá bằng ổn nó nhâm mà ở hiện tại chết tế ở đăng thai rằng mấy cái lời bênนี้ចំពោះសាច់ញាតិរបស់បងប្អូនដែលសិស្សសាលានេះបងប្អូនម៉ូតូផ្លាកលេខនេះសាច់ញាតិច្បាស់ដែរហើយម៉ូតូសង់បងប្អូនមើលផ្លាកលេខម៉ូតូសង់មួយត្បូងឃ្មុំ 1N 0167ឥឡូវឃើញថាគាត់អាចនឹងបារះដឹងខ្លួនហើយបងប្អូនប៉ុន្តែរៀងធ្ងន់ធ្ងរបន្តិចគាត់បារះជើងកើតហើយខ្ញុំអត់អាចទៅជួយឲ្យបានទេបងប្អូនអធិស្ឋានមិនឃើញគ្រោះថ្នាក់ចរាចរណ៍ហើយគាត់តែពីទាញទូរស័ព្ទថតទេប៉ុន្តែដោយសារតែគាត់ជាមនុស្សស្រីហើយបើឲ្យខ្ញុំទៅរឹតទៅអីវាពិបាកដែរហើយដោយសារតែមានអ្នកជួយច្រើនដែរបងប្អូនមានអ្នកជួយច្រើនទាំងបងប្អូនខ្ញុំទាំងក្រុមគ្រួសារអីទៅជួយគាត់ដែរហើយបាទទៅជួយសម្រួលគាត់ឥឡូវគាត់បានងើបអង្គុយយ៉ាងខ្លួនវិញហើយបងប្អូនណាហើយសម្រាប់ព័ត៌មានលម្អិតខ្ញុំក៏អត់បានទៅសួរនាំលម្អិតដែរបងប្អូនដោយសារតែឥឡូវនេះកំពុងតែឆ្លេឆ្លាបាទទាំងអ្វីដែលសំខាន់គឺរកពេទ្យសិនបាទរកពេទ្យគឺគាត់ត្រូវមុខធ្ងន់បងប្អូនត្រូវមុខធ្ងន់ដែរបាទមនុស្សស្រីសម្រាប់បងស្រីសិស្សសាលាដែលគាត់ជាអ្នកជិះម៉ូតូធ្វើដំណើរដែលប៉ះជាមួយនឹងបងស្រីដែលគាត់ដួលស្លាប់មិញឡើងម៉ូតូទៅបាត់ហើយបងប្អូនហើយគាត់ក៏ភ័យដែរណាក៏ភ័យដែរមិនបានសួររកខុសត្រូវប៉ុន្តែដូចជាមានអ្នកស្រុកនេះគាត់ស្គាល់ដែរគាត់ស្គាល់បងស្រីសិស្សសាលាហ្នឹងណាដោយសារតែមានឈាមមានអីនៅមុខចឹងខ្ញុំអត់ថតឲ្យឃើញទេបងប្អូនណានៅកែងផ្លូវភូមិចូលភូមិលៀងណយឃុំក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំបងប្អូនឡានហ្នឹងក៏លឿនទៀតឃើញមនុស្សអ៊ូអអញ្ចឹងមកប៉ុណ្្នឹងហើយគៀកលឿនតែម្ដងបាទអរគុណច្រើនសម្រាប់បងប្អូនសូមជួយ like ជួយ share ជួយ comment ក៏ដូចជា subscribe ឲ្យ channel YouTube ខ្ញុំបាទផងហើយ share សម្រាប់ឲ្យបងប្អូនដែលសាច់ញាតិដែលបងស្រីដែលគាត់គ្រោះថ្នាក់នឹងបានឃើញបានឮផងបាទ
គាត់ជិះម៉ូតូអសង់ដូចជា0ប្រមាណទេបងប្អូននៅឆ្ងាយមើលអត់ច្បាស់ទេបាទប៉ុន្តែពាក់ផ្លាកលេខបងឃ្មុំ 1N 0167 បាទអត់បានទៅសួរនាំបងប្អូនខ្ញុំគាត់កំពុងតែសួរនាំជូតស្នាមរបួសអីចឹងទៅហ្នឹងហើយអរគុណច្រើនបងប្អូនណាសូមអរគុណហើយសូមគោរពលា